បើយល់ទៅតាមស្ថានភាពសន្តិសុខជាតិប្រទេសស្ថិតក្នុងភាពអាសន្នគួរតែពុំមានការដើរដង្ហែក្បួនបាតកម្មនៅក្នុងរដ្ឋធានីអាជ្ញាធរបារាំងបានស្នើឲ្យមានការប្រមូលផ្ដុំគ្នានៅនឹងមួយកន្លែងនិងបានប្រឡយពាក្យបែបគម្រាមហាមឃាត់មិនឲ្យមានបាតកម្មផ្សេងទៀតរៀបចំឡើយសម្រាប់រដ្ឋាភិបាលបារាំងកំពុងតែស្ថិតក្រោមការគម្រាមកំហែងភារវកម្មផងនិងមានភារៈការពារសុវត្ថិភាពសន្តិសុខការប្រកួតកីឡាបាល់ទាត់អឺរ៉ូ2016ផងដែលត្រូវការប្រើកម្លាំងសន្តិសុខច្រើនស្រាប់ទៅហើយមិនមែនជាពេលវេលាដែលត្រូវបន្ថែមបន្ទុកទៅការពារទប់ស្កាត់អំពើហិង្សារាលដាលពីបាតកម្មទេសូមបញ្ជាក់ថាកាលពីថ្ងៃប្រហ័សទី14មិថុនាក្រមសហជីពបានរៀបចំដង្ហែក្បួនបាតកម្មឆ្លងកាត់ពេញទីក្រុងដែលរាលដាលទៅជាអំពើហិង្សាបំផ្លិចបំផ្លាញវត្ថុឯកជននិងសាធារណៈរួមមានទាំងមន្ទីរពេទ្យកុមារមួយផងពីសំណាក់ក្រមជ្រៀតឱកាសនិងបាតកោជាសមាជិកសហជីពនេះបើតាមប្រភពប៉ូលីសហើយដូច្នេះហើយបានជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងសូមអំពាវនាវឲ្យសហជីពទទួលយកសំណើរបស់រដ្ឋាភិបាលខាងលើក្នុងនាមជាអ្នកមានទំនួលខុសត្រូវនិងយល់កលៈទេសៈរបស់ប្រទេសជាតិក៏ប៉ុន្តែសហជីពដែលគ្រោងនឹងធ្វើបាតកម្មប្រឆាំងច្បាប់ការងារជាថ្មីទៀតនៅថ្ងៃប្រហ័សនៅថ្ងៃទី28មិថុនាខាងមុខយល់ថាបាតកម្មគឺជាសិទ្ធិរបស់ពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញសំណើរបស់រដ្ឋាភិបាលគ្រាន់តែជាទម្រង់មួយនៃការរំលោភច្បាប់ជាមូលដ្ឋានគ្រឹះនិងបានស្នើបកទៅរដ្ឋាភិបាលវិញសូមធ្វើបាតកម្មដោយមានការធានាសន្តិសុខសម្រាប់ប្រជាពលរដ្ឋគ្រប់រូបសូមបញ្ជាក់ថាតាំងពីជាច្រើនថ្ងៃខែមកហើយដែលក្រមសហជីពបារាំងបានដឹកនាំធ្វើបាតកម្មប្រឆាំងនឹងកំណែទម្រង់ច្បាប់ការងារថ្មីរាល់បាតកម្មក្នុងទម្រង់ជាការដើរដង្ហែក្បួនឬការប្រមូលផ្ដុំនៅនឹងមួយកន្លែងជាញឹកញយតែងតែរាលដាលទៅជាអំពើហិង្សាដែលតម្រូវឲ្យមានអន្តរាគមន៍ពីកងកម្លាំងសន្តិសុខនិងនគរបាលជាតិប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីបារាំងសុទ្ធតែបានគម្រាមថានឹងដាក់បំរាមហាមឃាត់រាល់បាតកម្មដែលនាំដល់អំពើហិង្សាឯការស្ទង់មតិក៏បង្ហាញថាពលរដ្ឋបារាំងដល់ទៅ71%ចង់ឃើញការហាមឃាត់បាតកម្មនេះដែរ